សួស្តីអ្នកទាំងអស់គ្នាសបុកមកសបុកនេះគេហៅថា Super Red បែបប្រភេទត្រីពណ៌ក្រហមហើយដាំបូពណ៌អសហ្នឹងគឺដាំបូហើយមានតាយនិយាយចឹងខ្ញុំចង់ប្រាប់រឿងមួយដោយសារតែគ្នាយើង2ថ្ងៃចុងក្រោយហ្នឹងគឺបុកមកទិញត្រីគឺច្រើនមែនទែនដោយសារតែឥឡូវហ្នឹងគឺចង់អស់ត្រីលក់ហើយនៅគ្នាយើងគាត់បុកមកទិញម្នាក់30ក្បាល40ក្បាលហើយឆាបមកលង្ហោហែគឺតបអត់តាន់ទេគឺច្រើនពេកហើយភ្ញៀវគឺសិតតែភ្ញៀវចេញពី YouTube មកទាំងអស់ដោយសារតែខ្ញុំផុសវីដេអូ YouTube ទៅមានអ្នកមើលនឹងច្រើន 4-5k ហើយខ្ញុំដាក់ link page នៅក្នុង comment ទៅគ្នាយើងគាត់ឆាតមកដូចជាប្រភេទត្រីខ្ញុំអីហ្នឹងគឺសល់ប្រហែលជាតិចវាមិនសល់ច្រើនទេដោយសារតែលក់អស់ប្រហែលថ្ងៃចុងក្រោយហ្នឹងគឺភ្ញៀវបុកមកទិញច្រើនមែនទែនកាលពីមុនខ្ញុំលក់ត្រីដំបូងខ្ញុំផុសនៅក្នុង TikTok ក្នុង Facebook អញ្ចឹងគឺអត់សូវមានភ្ញៀវទិញទេហើយអត់សូវមាន view ទេអ្នកមកទិញម្នាក់ពីរនាក់អញ្ចឹងទៅស្រាប់តែផុសក្នុង YouTube គឺ viral តែម្ដងដូចជាសបុកនេះអីគឺសល់សឹងតែសល់តែធំទទេសល់អស់ត្រីលក់ឯនេះសបុកនេះគឺអ្នកគ្នាទៅមើលវីដេអូមុនដែលខ្ញុំផុសសបុកហ្នឹងចាត្រីលង្ណែនធំតែម្ដងតែឥឡូវគឺសល់តិចមែនទែនដោយសារតែភ្ញៀវហ្នឹងគាត់បុកទិញច្រើនពេកហើយក៏អរគុណច្រើនអរគុណខ្លាំងមែនសម្រាប់អ្នកដែលគាត់ឆាតមកទិញត្រីហើយក៏សុំទោសអ្នកដែលគាត់ឆាតមកទិញហើយអត់ត្រីលក់ឲ្យគឺឥឡូវត្រីយើងវាស្បាយខ្លាំងពេកហើយខ្ញុំក៏តបអត់ទាន់ដែរហើយសុំទោសដែលការ reply យឺតការតបយឺតក៏សុំទោសខ្លាំងមែនទែនត្រីហ្នឹងឥឡូវគឺវាសឹងតែអស់ត្រីលក់ហើយខ្ញុំប្រហែលជាបិទលក់សិនហើយដោយសារតែឥឡូវវាខ្វះត្រីខ្លាំងពេកដោយសបុកនេះអីសល់មិនបានដល់100ក្បាលទេបើពីមុនអីឡើងណែនថងតែគ្នាយើងក៏ទិញច្រើនពេកទៅអស់ខ្ញុំអត់ដឹងទេបើសិនខ្ញុំដឹងថាផុស YouTube មានម៉ួយច្រើនអញ្ចឹងគឺខ្ញុំដឹងផុសតាំងពីយូរតែខ្ញុំអត់ដែរផុសអីដូចជាប្រភេទនេះអីពណ៌ធំនេះអីក៏សល់តិចដែរ10-20ក្បាលហ្នឹងឯងបើលើគឺលក់ដែរតែលក់បែបតិចគ្នាយើងទិញតិចចឹងអានឹងលក់បើថាទិញច្រើនដូចរាល់ដងគឺខ្ញុំផ្អាកលក់អីដោយសារយើងអត់ត្រីលក់ទេពួកនេះគឺស្អាតទេហ្នឹងហើយអ្នកគ្នាចង់ទិញត្រីអីគឺត្រូវប្រហែលជាអាចចាំដល់ខែក្រោយហ្នឹងខ្ញុំលើកត្រីមកលក់ទៀតហើយលើកចេញពី Facebook អីដោយសារតែឥឡូវហ្នឹងវានៅស្ទើរពេកលើកមកលក់អត់តាន់កើតទេនៅទូចពេកចាំដល់ខែក្រោយខ្ញុំប៉ុនវារៀងធំអីប៉ុណ្្នឹងឲ្យខ្ញុំយកមកលក់ទៀតសម្រាប់គ្នាដែលគាត់ឆាតមកទិញត្រីខ្ញុំអត់បាន reply អីប្រហែលជាខ្ញុំរវល់ខ្លាំងទៅខ្ញុំអត់បាន reply អញ្ចឹងទៅសូមកុំប្រកាន់អីដោយសារតែភ្ញៀវច្រើនឆាតមកច្រើនគឺតបអត់ទាន់ទេហើយខ្ញុំសឹងតែមិនជឿថា YouTube ជួយខ្ញុំលក់ត្រីឡើងចង់អស់ណាអ្នកទាំងអស់គ្នា YouTube ខ្ញុំអត់នឹកស្មានថា YouTube ផុសតែមាន view ទេខ្ញុំអត់ដែរនឹកឃើញទេដោយសារតែនឹកឃើញថាសម័យឥឡូវគេឈប់លេងអស់ហើយ YouTube ប្រហែលជាគេទៅលេងអីផ្សេងអញ្ចឹងទៅលេង TikTok Facebook អញ្ចឹងទៅហើយត្រីខ្ញុំបានដក 4-5 ក្បាលទុកប្រភេទពួកត្រីស្អាតខ្ញុំដក 4-5 ក្បាលទុកធ្វើជាពូជរបស់ខ្ញុំដែរពួកនេះចាប់ដើមសក់ពណ៌ប្រភេទពួក Galaxy វាចាប់ដើមសក់ពណ៌នេះឃើញខ្មៅកលេកាឡាហ្នឹងវាចាប់ដើមសក់ពណ៌ហើយពួកត្រីហ្នឹងគឺវាសក់ប្រភេទ Samurai Galaxy Dumbo អីហ្នឹងវាសក់ពណ៌ដូចមួយក្បាលនេះចាប់ដើមសក់ពណ៌អស់ហើយនេះប្រភេទ Galaxy ដូចគ្នាវាចាប់ដើមសក់ពណ៌នេះសក់តាំងពីទូចខ្ញុំអត់ចង់ជឿហ្មងណាបើធម្មតាតើវាពេញវិញវាសក់អស់អានេះសក់ឡើងអស់លីងតាំងពីទូចហ្មងណាមើលវាសក់ចេញឡើងស្អាតដំបូងវាពណ៌ដូចអាមិញហ្នឹងអញ្ចឹងឯងអានេះខ្ញុំដាក់ប្រកាសមកសបុកពីសបុកទៀតខ្ញុំដាក់ប្រកាសព្រឹកមិញហ្នឹងឯងអានេះពីសបុកនេះឯងខ្ញុំដាក់ប្រកាសព្រឹកមិញហើយខ្ញុំក៏សុំទោសខ្លាំងមែនទែនសម្រាប់ភ្ញៀវដែលគាត់ឆាតមកចង់ទិញត្រីតែអត់ត្រីលក់ហើយក៏អរគុណខ្លាំងភ្ញៀវដែលគាត់ឆាតមកទិញត្រីអានេះគឺខ្ញុំបានដាក់ត្រីឲ្យភ្ញៀវបិទគូតចុងក្រោយពីកេសនេះគឺចុងក្រោយម៉ោង 10 យប់ខ្ញុំវិចឲ្យភ្ញៀវទាំងយប់អានេះទៅខាងពោធិ៍សាត់ហើយស្វាយរៀងគឺសិតតែឡើងខេត្តអានេះគឺត្រីបិទគូដែលខ្ញុំសរសេរផ្លាកត្រីរស់ដើម្បីការពារត្រីរបស់យើងហើយចុងក្រោយនេះគឺសូមអរគុណខ្លាំងមែនទែនដល់ភ្ញៀវទាំងអស់